ថ្ងៃនេះខ្ញុំនឹងមកបង្ហាញម្ដងទៀតអំពីរបៀបនៃការប្រើប្រាស់នៅប្រព័ន្ធកកស៊ីតសម្រាប់ Home Tree ទៅពេលដែលយើងបំពេញរបាយការណ៍ផ្សេងៗទៅពេលបោះឆ្នោតនិងទៅពេលរាប់សន្លឹកឆ្នោតអញ្ចឹងយើងបាក់ Telegram របស់យើងជាដំបូងបន្តមកទៀតយើងនឹងឃើញក្រុមមួយដែលឈ្មោះថាក្រុមអ្នកបោះឆ្នោត Home Tree ឆ្នាំ2023អញ្ចឹងយើងចូលទៅកាន់រូបមនុស្សខាងលើនេះយើងយកពាក្យថា link មួយនេះ LIKS NKS ហើយយើងនឹងឃើញ link មួយដែលគេដាក់ឈ្មោះថាតារាងសម្រាប់គោកប23 7 2023មានន័យថាតារាងសម្រាប់គោកបបំពេញថ្ងៃទី23ខែ7ឆ្នាំ2023យើងចុចលើវាមួយវានឹងរត់ទៅកាន់ Google Form Google Sheet នៅក្នុងទូរស័ព្ទរបស់យើងឥឡូវទៀតថាខ្ញុំប្រើប្រាស់ email មួយសម្រាប់ចូលក្នុងការិយាល័យមួយគឺ0967អញ្ចឹងយើងចូលទៅកាន់ link sheet មួយដែលឈ្មោះថា T17 ក្នុង T17 នេះគឺខ្ញុំបានចូលបំពេញសាកល្បងហើយអញ្ចឹងយើងគ្រាន់តែចុចនៅម៉ោង7:50នេះយើងចុចទៅទីនេះយើងបំពេញទិន្នន័យអញ្ចឹងឥឡូវនេះឧទាហរណ៍ថាខ្ញុំនឹងលុបវាចោលអញ្ចឹងនៅថ្ងៃបោះឆ្នោតខ្ញុំនឹងលុបវាចោលខ្ញុំនឹងឲ្យលោកគ្រូអ្នកគ្រូបំពេញម្ដងទៀតតោះឥឡូវនេះខ្ញុំបំពេញអញ្ចឹងយើងត្រូវមើលទិន្នន័យសិនថាតើអ្នកបោះឆ្នោតនៅក្នុងឃុំរបស់យើងនៅក្នុងការិយាល័យ0967របស់យើងមានប្រមាណអ្នកគឺមាន493នាក់ដែលសន្លឹកថ្នោតដែលទទួលបានចំនួន11ក្បាលស្មើនឹង550សន្លឹកអញ្ចឹងអ្នកទាំងអស់គ្នាដែលខាត់ការបំពេញមិនឲ្យលើសពីចំនួនប្រជាជនក្នុងបញ្ជីឡើយតោះអញ្ចឹងយើងមក7:50អញ្ចឹងចាប់ពីម៉ោង7ដល់ពេលដែលយើងបោះម្ដងដល់ម៉ោង7:50ឬម៉ោង7:45អីនេះអ្នកឲ្យត្រូវបំពេញចំនួនប្រជាជនឲ្យខ្ញុំអញ្ចឹងឧទាហរណ៍ថាបោះបាន40នាក់យើងធីក1ម៉ោង8:50អញ្ចឹងដល់ពេលដែលយើងបំពេញហើយយើងធីក1យើងដកចេញចុះយើងចេញពីប្រព័ន្ធនេះចុះយើងធ្វើអ្វីបន្តទៀតយើងមិនបាច់ចំណាយពេលចាំមើលវារហូតទេអញ្ចឹងដល់ម៉ោង8:50ឬក៏45យើងចូលទៅធីកម្ដងទៅទៀតយើងមើល link របស់យើងនេះណាយើងមើល email របស់យើងនេះតើ email របស់យើងត្រឹមត្រូវដូចមិញអត់អញ្ចឹងខ្ញុំយក email មួយនេះដែលខ្ញុំបំពេញកាល live 0967ហ្នឹងអញ្ចឹងខ្ញុំចុចលើរបាយការណ៍មួយនេះអញ្ចឹងខ្ញុំទៅបំពេញម្ដងទៀតនៅម៉ោង8:50បើអ្នកនរនេះទៅបំពេញកាល live គេចុចច្រឡំក៏ប្រព័ន្ធអត់បើកឲ្យអ្នកនរនេះដែរពីព្រោះខ្ញុំប្រតិសិទ្ធទៅហើយខ្ញុំមិនអនុញ្ញាតឲ្យបំពេញទេអញ្ចឹងនៅម៉ោង8:50ខ្ញុំបំពេញថែមទៀតអ្នកបោះបាន50អ្នកថែមទៀតអញ្ចឹងពីមុនបោះបាន40ឥឡូវនេះបោះបាន50ទៀតគឺឡើង90អ្នកមានន័យថាទិន្នន័យរបស់យើងគឺបូកយកចាប់ពីម៉ោង9:50ចាប់ពីម៉ោង8:50ដល់ម៉ោង9:50បោះបាន100អ្នកទៀតអញ្ចឹងវាស្មើនឹង190អ្នកអូខេបន្តរហូតទៅដល់យើងបានថា200ចុះបន្តមក200បន្តមកទៀតយើងបាន230បន្តមកទៀតយើងបាន250បន្តមកទៀតយើងបាន300បន្តមកទៀតយើងបាន400ចុះ400នាក់ថេចប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចងចាំថានៅម៉ោង3ឬក៏ម៉ោង15:00នេះអ្នកទាំងអស់គ្នាត្រូវតែបំពេញទិន្នន័យឲ្យប្រកបមានន័យថាយើងត្រូវផ្ទៀងផ្ទាត់គោលបញ្ជីផ្ទៀងផ្ទាត់ចំនួនសន្លឹកថ្នោតឲ្យបានច្បាស់លាស់ជាមួយនឹងលេខានិងអនុប្រធានឲ្យបានច្បាស់លាស់ចាំយើងបំពេញចូលពីព្រោះទិន្នន័យនេះយើងត្រូវបញ្ជូនជាក់ស្ដែងទៅកាន់កោជបអញ្ចឹងគ្រូបង្ហាត់ដែលនៅខាងស្រុកគាត់បានសង្កត់ថានៅម៉ោង15ឬក៏ម៉ោង3រសៀលនេះពេលបិទការិយាល័យចាំយើងបំពេញទិន្នន័យនេះគឺឲ្យច្បាស់លាស់អត់បញ្ញាប់ពេកទេមិនមែនថាម៉ោង3ពឹបយើងបំពេញព្រាមទេលើ10នាទីឬ15នាទីក៏បានដែរប៉ុន្តែឲ្យលឿនបន្តិចកុំឲ្យគេទឿនយូរអញ្ចឹងយើងប្រកាសថាអ្នកបោះហ្នឹងបាន400នាក់ប្រកាសហើយណាអញ្ចឹងយើងធ្វើទៅមុខទៀតណាអញ្ចឹងជាងតតឲ្យត្រូវ
ជាមួយនេះចំនួនប្រជាពលរដ្ឋក្នុងបញ្ជីរបស់យើងមានតែ493នាក់ទេយើងបត់400នាក់គឺត្រឹមត្រូវប៉ុន្តែឧទាហរណ៍ថាទាំងអស់គ្នាត្រូវបានបំពេញ500តើទិន្នន័យវាឲ្យអត់វាឲ្យឃើញទេប៉ុន្តែយើងត្រូវតែកំណត់ខ្លួនឯងថាมันអាចបំពេញបានទេណាកុំឲ្យវាលើខ្ញុំកុំឲ្យលើតែនេះគឺខ្ញុំដោះចោលបន្តិចអញ្ចឹងកុំឲ្យលើអញ្ចឹងយើងត្រូវបំពេញ400នាក់ឲ្យតូចជាងបន្តមកទៀតយើងនិយាយអំពីចំនួនអ្នកបោះឆ្នោតចំនួនអ្នកបានបោះឆ្នោតណាកាលឲ្យ67នេះចំនួនអ្នកបានបោះឆ្នោតគឺត្រូវតែស្មើនឹងចំនួនអ្នកបោះពេលមុនហ្នឹងគឺ400នាក់ខ្ញុំមិនឲ្យស៊ីតរត់អូតូទេខ្ញុំចង់រត់ឲ្យបំពេញអញ្ចឹងនៅពេលដែលយើងបានបោះហ្នឹងមានអ្នកស្លឹកឆ្នោតនៅក្រៅធុងហ្នឹងទឹកដែលយើងទទួលបាន550ស្លឹកហ្នឹងយើងបោះ400ស្លឹកហើយតើស្លឹកឆ្នោតខុសពេលបោះហ្នឹងមានប្រមាណអញ្ចឹងឧទាហរណ៍ថាមានថា10ស្លឹកមាន1សន្លឹកចុះមកច្រើនពេកកុំព្យាយាមឲ្យខុសច្រើនពេកអញ្ចឹងវាឡើង401អញ្ចឹងស្លឹកឆ្នោតនៅក្នុងហឹបត្រូវមានប្រមាណគឺស្មើ400ដែរស្មើនឹងចំនួនអ្នកបោះអញ្ចឹងនៅពេលនៅស្លឹកឆ្នោតមិនបានប្រើមានអ្នកក្រៅធុងដែរណាអញ្ចឹងស្លឹកឆ្នោតសរុបនោះស្មើអ្នកបោះបុកអ្នកខូចបុកសល់អញ្ចឹងស្លឹកឆ្នោតដែលសល់ហ្នឹងសល់មកប្រហែលតែបិទសល់គឺស្មើឲ្យយកឲ្យ400ហ្នឹងបូកឲ្យ1ហើយដកឲ្យចំនួនហ្នឹងតែ150អញ្ចឹងវានៅសល់ប្រហែល149មិនដែរត្រឹមត្រូវសល់149ចុះបើយើងដាក់ថាសល់140បានទេថាមិនត្រូវអញ្ចឹងតើន័យឆ្លើយថាមិនត្រូវអញ្ចឹងខ្ញុំដាក់ថា149ត្រឹមត្រូវតើន័យនេះត្រឹមត្រូវអ្នកទាំងអស់គ្នាអាចស្រង់ចូលនៅក្នុងទម្រង់1101បានតើន័យនេះអាចប្រើប្រាស់នៅក្នុងទម្រង់1101បន្តមកទៀតសន្លឹកឆ្នោតក្នុងហឹបអញ្ចឹងយើងត្រូវដឹងថាសន្លឹកឆ្នោតក្នុងហឹបគឺមាន400ក្នុង400សន្លឹកនេះតើនៅពេលដែលយើងរាប់អញ្ចឹងដល់ប្រតិបត្តិការរាប់បំពេញចូលទម្រង់1102អញ្ចឹងនៅពេលដែលយើងរាប់តើខូចប្រមាណឬក៏ស្លឹកឆ្នោតមិនបានការអញ្ចឹងនៅក្នុងហឹបឆ្នោតយើងឲ្យឈ្មោះថាស្លឹកឆ្នោតមិនបានការតើមិនបានការមានប្រមាណឥឡូវទាវថា400សន្លឹកមិនបានការមាន20សន្លឹកចុះ20សន្លឹកអញ្ចឹងបានការត្រូវមានប្រមាណគឺ380សន្លឹកត្រឹមត្រូវចូលទាវថាខ្ញុំដាក់ថា400សន្លឹកដដែលខុសបូកយោងឬខ្ញុំមិនខមមិនថាខុសជាមួយនឹងស្លឹកឆ្នោតក្នុងហឹបក៏បានដែរអញ្ចឹងយើងត្រូវដាក់ថា380អានេះជាការខមមិនរបស់យើងនេះយើងចង់ដាក់អីក៏បានដែរខ្ញុំចង់9នេះហ៎ខុសបូកយោងស្មានខ្ញុំអ្នក alert ឲ្យទេបន្តមកទៀតអញ្ចឹងយើងដឹងថាស្លឹកឆ្នោតបានការរបស់យើង380ហើយអញ្ចឹងយើងមើលបាក់ទី1គាត់ទូអានសម្លេងឆ្នោតប្រមាណអញ្ចឹងនៅក្នុងកុំព្យូទ័រយើងបាក់ទី1អត់មានទេអញ្ចឹងឧទាហរណ៍បាក់នេះគឺ0ទាំងអស់ដាក់0ខ្ញុំពេញថា0អញ្ចឹងខ្ញុំដាក់ថា0ចុះខ្ញុំជិលពេញកន្លែងនេះគឺត្រូវពេញអញ្ចឹងឧទាហរណ៍ដល់បាក់ទី17ខ្ញុំ16អញ្ចឹងសន្លឹកឆ្នោត380មិញហ្នឹងឧទាហរណ៍គណៈបកទី16បាន80ស្លាកគណៈបកទី17បាន10ស្លាកអញ្ចឹងគណៈបកទី18បានប្រមាណស្លាកគេថា300ស្លាកហ៎បានទេចម្លើយគេមើលតើហ៎មិនត្រឹមត្រូវអញ្ចឹងនេះមិនត្រឹមត្រូវយើងដឹងថាស្លាកឆ្នោតយើង380ដល់ឥឡូវនេះបូកយកទៅឃើញ390អញ្ចឹងកន្លែងនេះទៅដកថា290វិញបាទ290ស្លាកប៉ុន្តែយើងអាចស្រង់ឲ្យច្បាស់លាស់ជាមួយនឹងទម្រង់1108អានេះគឺយើងស្រង់ទៅតាមទម្រង់1108អញ្ចឹងអ្នកទាំងអស់គ្នាមើលបន្តិចកន្លែងផ្ញើទៅខេតនេះកន្លែងនេះគឺបកទី1អត់មានទេបកទី7ក៏អត់មានដែរបកទី11ក៏អត់មានដែរហើយនឹងបកទី15អត់មានទេ
ចឹងអ្នកទាំងអស់គ្នាមិនបាច់បំពេញក៏បានដែរកន្លែងបកទី1បកទី7បកទី11និងបកទី15មិនបាច់បំពេញក៏បានដែរអញ្ចឹងខ្ញុំចូលទៅកាន់ sheet នេះគឺត្រឹមត្រូវហើយអញ្ចឹងបើសិនជាឃើញថាត្រឹមត្រូវហើយយើងអាចចម្លងចូលនៅក្នុងទម្រង់1101យើងអាចចម្លងចូល1102និង1108បាទនេះគឺជាវីដេអូណែនាំបន្តិចបន្តួចសម្រាប់ការិយាល័យសង្ឃឹមថានៅពេលដែលយើងបោះឆ្នោតយើងនឹងអាចធ្វើបានហើយការងារនេះយើងអាចដល់អ៊ីមែលសម្រាប់ខ្ញុំនឹង